គុំសង្ស័យសមត្ថភាពរបស់គាត់ទ្រង់ជាអ្នកដែលទ្រាំទ្រនឹងភាពទន់ខ្សោយរបស់យើងហើយបានផ្ទុកជំងឺរបស់យើងម៉ាថាយ 8:17 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទពួកយើងជាច្រើនតស៊ូជាមួយនឹងអត្ថភាពនៃព្រះជាពិសេសនៅពេលដែលយើងឈឺវាជារឿងធម្មតាទេប្រសិនបើយើងត្រូវបានគេលើកឡើងក្នុងរូបភាពនៃក្រុមជំនុំនៃព្រះដែលមានកំហឹងនិងបង្កជំងឺមកលើយើងតើយើងអាចជឿលើព្រះបែបនេះបានទេព្រះនៅក្នុងដំណឹងល្អដែលយើងរកឃើញនៅក្នុងព្រះយេស៊ូវមានសេចក្តីស្រឡាញ់គ្មានទីបញ្ចប់សម្រាប់អ្នកដែលរងទុក្ខមិនថាហេតុផលអ្វីក៏ដោយគំនិតខុសឆ្គងនិងឥតប្រយោជន៍ដោយសារយើងគិតថាព្រះបានបាត់បង់សេចក្តីល្អនិងសេចក្តីមេត្តាករុណារបស់ទ្រង់យើងត្រូវតែប្រែចិត្តព្រះជ្រាបពីភាពទន់ខ្សោយតាមធម្មជាតិរបស់យើងដោយសារទ្រង់បានពិសោធន៍ពួកគេក្នុងនាមជាមនុស្សហើយអំពើបាបរបស់យើងធ្ងន់ប៉ុណ្ណាហើយទ្រង់បានបង់ថ្លៃខ្ពស់សម្រាប់ពួកគេអ្នកតែងទំនុកដំកើងបានពោលថាជាការល្អសម្រាប់ទូបង្គំដែលទូបង្គំរងទុក្ខទូបងគុំបានរៀន71ខ្ញុំសូមអញ្ជើញលោក Tracian Suharto ពី Badaravajawala Newsantara Baroness មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់បំព្រងនៃអាយុ Kizia Badarakesish ដើម្បីលើកសរសើរខ្ញុំស្វែងរកមុខរបស់អ្នកស្វែងរកស្នេហារបស់អ្នកថ្ងៃប្រហ័សទី17ខែមេសាឆ្នាំ2025អ្នកស្ដាប់និងអ្នកអានដ៏ស្មោះត្រង់របស់ Peppy Meaden អ្នកស្រី Wood បានផ្ញើមកខ្ញុំនៅអត្ថបទ War ដែលមានចំណងជើងថាយើងត្រូវតែដឹងតើយើងគួរដឹងអ្វីខ្លះពីអត្ថបទដែលលោកស្រីទៅផ្ញើមក1 Jesus Cross ទម្ងន់150គីឡូក្រាមប្រវែង 4.552 m តឹង 2.438 m 2ក្រចក 1.8 សង់ទីម៉ែត្រក្រាស់ 20.32 សង់ទីម៉ែត្រការរងទុក្ខដែលជួបប្រទះដោយព្រះយេស៊ូវទ្រង់បានទទួលយ៉ាងហោច242ដងចំហៀងខាងឆ្វេង121ដងនិង121ដងនៅផ្នែកខាងស្ដាំព្រះយេស៊ូវបានជន់ឈ្លៃហើយដួល3ដងនៅតាមផ្លូវរបស់ទ្រង់ទៅភ្នំគល់កូថាពេលទ្រង់សែងឈើឆ្កាងលើស្មាទ្រង់ព្រះពេល17ម៉ោងទ្រង់ប្រាថ្នាចង់បានទឹកមានរបួសចំនួន480ពីពេញរាងកាយរបស់ទ្រង់រួមទាំង150របួសយ៉ាងជ្រៅនិងធ្ងន់ធ្ងរនៅលើខ្នងទ្រង់មានបន្លាមុតស្រួចចំនួន17ដែលមានប្រវែងពី3ទៅ 3.5 សង់ទីម៉ែត្រជាប់នៅក្នុងក្បាលរបស់គាត់បន្លារបស់រុក្ខជាតិមានជាតិពុលបង្កឲ្យមានការឈឺចាប់ដោយមិនដឹងខ្លួនពួកគេត្រូវការដើមត្រែងដើម្បីចូលទៅក្នុងព្រះសិរសារបស់ព្រះយេស៊ូវដូច្នេះពួកគេនឹងមិនមានបន្លានៅដៃឡើយព្រះយេស៊ូវបានបង្ហូរឈាម 6.5 លីត្រចេញពីព្រះកាយរបស់ទ្រង់ដែលពោពេញដោយរបួសទាហាន350នាក់និងពលសេះ50នាក់បានអូសព្រះយេស៊ូវវាយដំតាមផ្លូវនានាក្នុងក្រុងយេរូសាឡឹមនៅតាមផ្លូវទៅឆ្កាងព្រះអង្គព្រះយេស៊ូវបានសោយទីវង្គតនៅថ្ងៃទី7ខែមេសាឆ្នាំ30សាលាចារិកអ៊ីនរ៉ៃនៅលើឈើឆ្កាងគឺជាភាសាឡាតាំងដែលមានន័យថាខ្ញុំអ៊ីសើសអិនណាសារ៉ែងរ៉េខោខ្ញុំអេដូនីសព្រះយេស៊ូវជាអ្នកស្រុកណាស់មនុស្សលោកទ្រង់ស៊ូទ្រាំរហូតដល់ស្លាប់ដើម្បីភាពអស់កល្បនៃស្ថានសួគ៌ក៏សម្រាប់មនុស្សជាតិព្រះយេស៊ូវមិនត្រូវបានគេសម្លាប់ឬធ្វើគុតទេប៉ុន្តែទ្រង់បានលះបង់ជីវិតរបស់ទ្រង់ដើម្បីបានវាមកវិញយ៉ូហាន 10:17-18 រីករាយនឹងការឆ្លងកាត់សម័យមុនបុណ្យអ៊ីស្ទើរហូតដល់ទ្រង់រស់ឡើងវិញភ្នូរនឹងអាណាចក្រនៃសេចក្តីស្លាប់នៅក្នុងនរកត្រូវបានចាញ់សម្រាប់ពួកយើងដែលជឿលើទ្រង់គឺជាស្ដេចដ៏យុត្តិធម៌ដែលត្រៀមខ្លួនជាព្រះអម្ចាស់និងជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់យើងអាមែនការបំផុសគំនិតថ្ងៃនេះឈើឆ្កាងនៃព្រះយេស៊ូវគឺជាភស្តុតាងកំពូលនៃសេចក្តីស្រឡាញ់របស់ព្រះPadamu Yesus ku sembah
depan tahta kemuliaan-Mu, ku tinggikan, ku akan selamanya. Segala puji syukur bagimu, ku tinggikan namamu selalu. Kemuliaan hanya bagimu, Terpujilah namamu. kemuliaan hanya bagi